ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកទាក់ទងទៅនឹងការចូលទៅតេស្តវិនិច្ឆ័យនៅក្នុង P-TOM ជាដំបូងយើងចូលមកកាន់ជ្រោមមកចូលមកកាន់ជ្រោមមកដើម្បីងាយស្រួលណាអញ្ចឹងយើងវាយយកពាក្យ PLP របស់យើងមកនេះយើងចូលថ្នាល PLP ណាចុចលើថ្នាលរបស់យើងដែលនេះគឺវាចេញតម្រងបែបនេះបាទនេះកន្លែងនេះយើងមិនបាច់ទៅ login ក៏បានដែរបងប្អូននេះឃើញវាចេញតម្រងបែបនេះមកហើយយើងយកអនុវិស័យបឋមសិក្សាមកនេះវាលោតបែបនេះណាវាមានសិស្សមានគ្រូបរិញ្ញាមានគណៈគ្រប់គ្រងអញ្ចឹងយើងយកកន្លែងសិស្សនេះយកកន្លែងសិស្សណាហើយយើងយកពាក្យថា P-TOM ចុច P-TOM មកនេះកន្លែងនេះគឺមានន័យថាជា profile របស់យើងហើយយើងចុចទៅលើ profile នេះមកគេ profile នេះសញ្ញា profile ណាយើងចុចលើសញ្ញា profile បកមកតែមកវាលោតបែបនេះបាទលោតទាំងបែបនេះយើងយកពាក្យថាបញ្ជីសិស្សចុចលើបញ្ជីសិស្សមកតែមកយើងឃើញមានជំរឿនដែលយើងជ្រើសនេះគឺយើងយកថាសិស្សរបស់ខ្ញុំបាទនេះគឺសិស្សរបស់ខ្ញុំគាត់បានធ្វើតេស្តរួចហើយបងប្អូនបាទនេះឃើញទេបាទតេស្តអស់ហើយនេះបាទយើងអ្នកខ្លះបាន CD អញ្ចឹងទៅប៉ុន្តែសួរថាតើយើងទៅតេស្តវិនិច្ឆ័យនៅកន្លែងណាបាទអញ្ចឹងសម្រាប់ឧទាហរណ៍ថានេះសិស្សនេះគាត់បានខ្មែរ C គណិត C ដូច្នេះកន្លែងតេស្តវិនិច្ឆ័យនេះនៅកន្លែងនេះបងប្អូនអញ្ចឹងសម្រាប់សិស្សដែលបាន ABC គឺគេអត់ឲ្យយើងតេស្តទេអត់បើកសឲ្យតេស្តទេឃើញទេអត់ឲ្យតេស្តវិនិច្ឆ័យទេឃើញទេឃើញជិបសនេះជិបសអញ្ចឹងកន្លែងឧទាហរណ៍សិស្សនេះឧទាហរណ៍សិស្សដេញ number នេះនិយាយដេញ number គឺបាននីតិ D ខ្មែរហើយគណិត E ដូច្នេះគឺគេបើកសទេនេះកន្លែងគេបើកសនេះបើកសឲ្យតេស្តខ្មែរកម្រិត1ហើយនឹងតេស្តគណិតកម្រិត1ឃើញទេអញ្ចឹងតេស្តវិនិច្ឆ័យគឺយើងតេស្តសម្រាប់សិស្សដែលតេស្តដើមឆ្នាំនិយាយទៅគឺតេស្តដើមឆ្នាំយើងត្រូវចូលទៅតេស្តដើមឆ្នាំសិនណាតេស្តដើមឆ្នាំឬក៏តេស្តចុងឆ្នាំឬក៏ដែលគេសរសេរជាភាសាអង់គ្លេសគេថា CALM ណាហ្នឹងហើយចូលទៅតេស្តអានឹងសិនអញ្ចឹងយើងចុចធ្វើតេស្តឧទាហរណ៍ថានេះ D number នេះបងប្អូនឃើញ D number នេះ D number យើងចូលតេស្តមកអញ្ចឹងត្រូវតេស្តទាំងពីរគឺខ្មែរនិងគណិតប៉ុន្តែបើសម្រាប់សិស្សខ្លះឥឡូវឧទាហរណ៍សិស្សខ្លះគិតតេស្តតែមួយទេឥឡូវយើងមើលនេះដូចគណៈករណីរាកន្ធងនេះគឺរាកន្ធងគាត់បានខ្មែរបាទខ្មែរតែគណិត C ដូច្នេះគេបើកសឲ្យតែមួយទេគេឃើញកន្លែងគណិតនេះគាត់បើកសឲ្យទេប៉ុន្តែដល់ពេលភាសាខ្មែរបើកសអុយឃើញដូច្នេះយើងចុចលើនឹងមកយើងចុចលើកន្លែងតេស្តបឋមភាសាខ្មែរកម្រិត1ហ្នឹងណាបាទនេះអញ្ចឹងវាលោតតម្រងចេះបងប្អូនឃើញតម្រងចេះទេអញ្ចឹងគេឲ្យយើងគេឲ្យអាននេះអានតួអក្សរអានតួអក្សរខាងក្រោមនេះបានលឿននិងច្បាស់អញ្ចឹងឲ្យសិស្សអាននេះឧទាហរណ៍ស្រៈអៃប្រសិនជាសិស្សអានត្រូវយើងចុចយកសញ្ញារង្វង់ណាប្រយ័ត្នច្រឡំណាប៉ុន្តែបើសិនសិស្សអានអត់ចេញទេឧទាហរណ៍ស្រៈអៃអានអត់ចេញទេចុចលើការ៉េឬក៏សិស្សចំណាយពេលយូរឧទាហរណ៍ថាចំណាយពេលយូរណាគិតអានអត់ចេញអញ្ចឹងយើងសាករឹបក្នុងចិត្តរបស់យើងទៅព្រោះឲ្យលឿនហើយច្បាស់អញ្ចឹងយើងសាករឹប1 2 3 4 5បើសិនណាសិស្សហ្នឹងអានមិនចេញនៅតែអានមិនចេញយើងចុចលើសញ្ញាសញ្ញាការ៉េហ្នឹងណាបាទបើត្រូវអានត្រូវលឿនយើងចុចសញ្ញារង្វង់អញ្ចឹងណាយើងធ្វើរហូតធ្វើទៅរហូតឥឡូវឧទាហរណ៍អញ្ចឹងបាទឧទាហរណ៍ថាសិស្សត្រូវយើងចុចរង្វង់បើសិស្សអានខុសយើងចុចការ៉េអញ្ចឹងទៅបើសិស្សអានត្រូវយើងចុចរង្វង់អក្សរអានអក្សរឡនឹងខុសយើងចុចការ៉េឃើញទេអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំចុចដល់គោលដៅវាតំណងជាមើលណាអានេះជាតែជាឧទាហរណ៍ទេអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូអនុវត្តជាមួយសិស្សគឺវាផ្សេងណាវាអាចដូចគ្នាជាងទេបាទជួនកាលសិស្សខ្លះគាត់អានអត់ចាញ់ចឹងទៅជួនកាលសិស្សខ្លះគាត់អានចាញ់ចឹងទៅឥឡូវខ្ញុំធ្វើដល់ចុងក្រោយតែម្ដងអានេះគឺជាការធ្វើតេស្តវិនិច្ឆ័យចុចទៅទៀតទៅចុចទៅទៀត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 សន្មត់ថាសិស្សអានត្រូវអញ្ចឹងណាបើត្រូវយើងចុចរង្វង់រហូតមកចុចរហូតទៅទៀ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 តរហូតដល់ចុងក្រោយឲ្យយើងដាក់សំណើឃើញគេដាក់សំណើនេះអញ្ចឹងបើថាណាយើងចង់ដាក់សំណើយើងដាក់សំណើទៅអញ្ចឹងបានប្រហែលដូចជា80%ឬក៏70%គឺ
យើងអាចឃើញថាសិស្សហ្នឹងគឺអាចឆ្លងកម្រិតហើយអត់កម្រិតមួយឬក៏សិស្សឆ្លើយមិនបានដល់70%ឬក៏80%ចឹងគេអាចទុកនៅកម្រិតមួយទៀតអីចឹងទៅបើសិនតែឆ្លងយើងទៅកម្រិត2កម្រិត3យើងថាដាក់ស្នើទៅគឺអានេះគេហៅថាតេស្តវិនិច្ឆ័យយើងធ្វើម្ដងមួយម្ដងមួយម្ដងសិស្សម្ដងមួយរហូតដល់អស់សិស្សដែលបាននិទេសDEF នៅពេលដែលសិស្សប្រឡងដើមឆ្នាំឬក៏ចុងឆ្នាំដែលគេហៅថា CALM នឹងតែលោកគ្រូអ្នកគ្រូចូលទៅតេស្ត CALM ឲ្យចប់សិនបានទើបអាចចូលមកតេស្តវិនិច្ឆ័យបានណាតែ CALM គឺយើងអត់តេស្តនៅក្នុងថ្នាល P ធំទេយើងតេស្តនៅក្នុងថ្នាលP តូចនេះចូលទៅក្នុងថ្នាល P តូចយើង log in ចូលទៅកាន់ account នៅថ្នាល P តូចរបស់យើងណាទើបយើងអាចចូលទៅតេស្តបានឥឡូវខ្ញុំ log in ចូលទៅឥឡូវចេះមិនបាច់ទេចាំបើសិនជាដោយសារវីដេអូវាវែងពេកបើសិនជាលោកគ្រូអ្នកគ្រូមានចម្ងល់ឬក៏ចង់ឲ្យខ្ញុំធ្វើវីដេអូបន្តទៀតអាច comment នៅខាងក្រោមបានរបៀបចូលទៅធ្វើកិច្ចព្រមព្រៀងជាមួយអាណាព្យាបាលហើយនឹងរបៀបចូលទៅកាន់ស្នើសុំឲ្យសិស្សនឹងតេស្តដើមឆ្នាំឡើងវិញអាហ្នឹងលោកគ្រូអាច comment នៅខាងក្រោមបានណា